បោះបង់ការសោកស្ដាយអតីតកាលកុំខ្លាចអនាគតថ្ងៃនេះជាអ្វីដែលញឹកមានធ្វើឲ្យវាមានតម្លៃធ្វើឲ្យវាគួរឲ្យចងចាំ Hector Garcia និង Frances Miralles ថ្ងៃនេះយើងនឹងចូលទៅសិក្សាសៀវភៅលួកដាច់ជាសកលមួយមានចំណងជើងថា Ikigai The Japanese Secret to a Long and Happy Life សរសេរដោយ Hector Garcia និង Frances Miralles សៀវភៅនេះបញ្យល់អំពីគំនិត Ikigai របស់ជប៉ុននិងវិធីដែលជួយឲ្យមនុស្សរស់នៅយូរនិងមានសុភមង្គលជាពិសេសនៅ Okinawa ដែលជាភូមិមួយក្នុង Blue Zones ដែលល្បីឈ្មោះដោយមានមនុស្សចាស់ជាង100ឆ្នាំច្រើនជាងគេហេតុអ្វីបានជាជីវិតពោពេញដោយអំណរនិងរស់នៅបានយូរដល់ទីនេះសសរដើម4នៃ Ikigai មានអត្ថន័យថាហេតុផលក្នុងការរស់នៅវាជាអ្វីដែលធ្វើឲ្យអ្នកភ្ញាក់ពីគេងនៅព្រឹកជាមួយនឹងគោលបំណងវាមិនមែនត្រឹមតែហេតុផលដែលត្រូវរស់នៅប៉ុណ្ណោះទេប៉ុន្តែវាជាវិធីរស់នៅឲ្យមានន័យនិងពេញចិត្តបើទោះបីជា Okinawa បានជួបប្រទះនឹងការខូចខាតយ៉ាងដាច់ខាតក្រោយសង្គ្រាមលោកលើកទី2ជាពិសេសការបាញ់បោះដ៏ធំឈ្មោះ Battle of Okinawa ដែលសម្លាប់មនុស្សជាង 20,000 នាក់ប៉ុន្តែសប្តាហ៍ថ្ងៃនេះវាជាតាមដែលមានមនុស្សចាស់ជាង100ឆ្នាំច្រើនជាងគេហើយគេក៏សប្បាយរីករាយផងដែរតែហេតុអ្វីបានជាជីវិតពោពេញដោយអំណរនិងរស់នៅបានយូរដល់ទីនេះសសរដើម4នៃ Ikigai មានមូលដ្ឋានលើសសរដើម4នេះរកអ្វីដែលអ្នកស្រឡាញ់គឺជាសេចក្តីប្រាថ្នានិងអ្វីដែលបង្កើតភាពចាប់អារម្មណ៍ឧទាហរណ៍អ្នកស្រឡាញ់គំនូរហើយមានទេពកោសល្យក្នុងវាអ្វីដែលពិភពលោកត្រូវការជួយសង្គមដោយប្រើសមត្ថភាពរបស់អ្នកឧទាហរណ៍បើអ្នកពូកែបង្រៀនអ្នកអាចជួយបង្រៀនក្មេងក្រអ្វីដែលអាចរកប្រាក់បានបម្រើចំណងចំណូលដោយបង្កើតជាជំនាញដែលរកចំណូលបានឧទាហរណ៍អ្នកអាចក្លាយទៅជាសរសេរផ្នែកឯកលៀងឬបង្កើត blog អ្វីដែលអ្នកពូកែធ្វើលើកទឹកចិត្តឲ្យអភិវឌ្ឍសមត្ថភាពធម្មជាតិនេះនាំឲ្យមានការផ្ដោតអារម្មណ៍និងសេចក្តីរីករាយបញ្ញា Okinawa សម្រាប់ជីវិតយូរនៅ Okinawa មនុស្សមានទម្លាប់ប្រចាំថ្ងៃដែលអនុវត្ត Ikigai ភោជនាអាហារយ៉ាងមានស្មារតីពួកគេចូលចិត្ត Hara Hachibu ភោជនាតែ 80% ទេវាជួយការពារការទទួលអាហារពេកមានជីវិតសង្គមមាំទាំការចូលរួមជាមួយនឹងសហគមន៍ការជួបជុំនិងការជួយឈ្ងាមានសារៈសំខាន់ណាស់សម្រាប់សុខភាពផ្លូវចិត្តអនុវត្តចលនាភាពប្រចាំថ្ងៃពួកគេធ្វើសកម្មភាពទៀបដូចជាជក់ចូលសនចេញដើរលេងឬរបាំអនុវត្តសមាធិនិងទទួលសុខក្នុងចិត្តដើរលេងក្នុងធម្មជាតិនិងហ្វឹកហាត់ដង្ហើមជួយបន្ថយ stress គំនិតវិជ្ជមានពួកគេចូលចិត្តញញឹមនិងផ្ដោតទៅលើអ្វីដែលល្អវាជួយលើសុខភាពផ្លូវចិត្តផងដែររីករាយនឹងការអនុវត្តធន់ flow គឺជាស្ថានភាពនៃការចូលរួមក្នុងអ្វីមួយពេញលេញអ្នកអាចទទួលវាបានដោយជ្រើសរើសការងារដែលបង្កឲ្យមានការប្រឈមកម្រិតទីទួញដាក់គោលដៅច្បាស់លាស់កាត់បន្ថយការរំខានធន់គឺការរួមផុតពីបញ្ហាអ្នកអាចអភិវឌ្ឍវាបានដោយមើលការលំបាកជាឱកាសរៀនអ្វីថ្មីជានាងនាថមានមិត្តភ័ក្តិនិងគ្រួសារដែលគាំទ្របង្ហាត់អំណរគុណបញ្ចប់បោះបង់ការសោកស្ដាយអតីតកាលកុំខ្លាចអនាគតថ្ងៃនេះជាអ្វីដែលញ៉ាំមានធ្វើឲ្យវាមានតម្លៃធ្វើឲ្យវាគួរឲ្យចងចាំ Ikigai ជាមធ្យោបាយមួយដ៏សម្រាប់ការរស់នៅជាពីនិយមនិងមានអត្ថន័យដែលស្វែងរកគោលបំណងរក្សាខ្លួនឲ្យសកម្មបរិភោគអាហារមានប្រយោជន៍និងមានទំនាក់ទំនងជាសង្គមល្អអ្នកអាចរស់នៅបានយូរនិងរីករាយជាងមុនបាន Ikigai របស់អ្នកនៅទីណាមួយកំពុងរងចាំឲ្យអ្នកស្វែងរក